ដំណឹងល្អស្ពានមេគង្គក្រចេះបានដំឡើងឆ្នាំទាំងអស់ដើម្បីភ្ជាប់ទូស្ពានទាំងមូលលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថានៅព្រឹកថ្ងៃទី7 ខែឧសភាឆ្នាំ2025ក្រុមហ៊ុនសំណង់សៀងហៃ FCG បានដំឡើងថ្នាំស្ពានបង្ហើយនៅប្រឡោះទី26ដើម្បីភ្ជាប់ទូស្ពានទាំងមូលចំពោះស្ពានទាំងមូលចែកចេញជា3ផ្នែកគឺផ្នែកខាងកើតជាប្រភេទថ្នាំរាងជាអក្សរ T មានចំនួន20ប្រឡោះផ្នែកកណ្ដាលជាប្រភេទថ្នាំប្រអប់មានចំនួន6ប្រឡោះនិងផ្នែកខាងលិចជាប្រភេទថ្នាំរាងជាអក្សរ T មានចំនួន10ប្រឡោះលោកបានបន្តថាគិតត្រឹមដើមខែឧសភាឆ្នាំ2025នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចបានលទ្ធផល 94.10% ខណៈដែលគម្រោងទាំងមូលរួមមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង 1761 ម៉ែត្រផ្លូវមេតជាប់នឹងប្រវែងសរុប 15,490 គីឡូម៉ែត្រផ្លូវមេតជាប់ត្រើយខាងកើតប្រវែង 7,684 គីឡូម៉ែត្រនិងត្រើយខាងលិចប្រវែង 7,806 គីឡូម៉ែត្រនិងផ្លូវខ្នែងមានចំនួន4ខ្សែប្រវែងសរុប 16,208 គីឡូម៉ែត្រនិងសម្រេចបានលទ្ធផល 69.91% បើគ្មានការប្រែប្រួលទេស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បញ្ជាបណ្ដោះអាសន្ននៅកំឡុងខែកញ្ញាឆ្នាំ2025ខាងមុខ